សួស្តីបងប្អូនសុខសប្បាយទេបាទថ្ងៃនេះបងប្អូនជួបជាមួយនឹងលោកគ្រូផ្នែកភាសាខ្មែរបាទយើងសិក្សាពាក្យសូរដូចគ្នាតែន័យផ្សេងគ្នាបាទអត្ថន័យផ្សេងគ្នាអញ្ចឹងថ្ងៃនេះយើងសិក្សាពាក្យទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបណាតដាក់ស្រៈអៀនិងបយើងអានថាទៀបនិងពាក្យទៀបដែលយើងសរសេរតដាក់ស្រៈអានិងបក៏យើងអានថាទៀបដែរណាបងប្អូនបាទហើយនឹងពាក្យទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបដែរអញ្ចឹងយើងឃើញថាពាក្យទាំង3នេះគឺនៅពេលដែលយើងអានបញ្ចេញសូរសំឡេងមានសូរស័ព្ទដូចគ្នាណាបងប្អូនបាទក៏ប៉ុន្តែការសរសេរអត់ដូចគ្នាទេហើយអត្ថន័យរបស់វាក៏មិនដូចគ្នាដែរអញ្ចឹងវាខុសគ្នាដូចម្ដេចអត្ថន័យរបស់ពាក្យទៀបបាទតែឥឡូវយើងទៅមើលអត្ថន័យរបស់ពាក្យទៀបទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបមានឋានៈពាក្យជានាមភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់ខ្មុកមានរាងមូលច្រឡោមានជើងស្រដៀងនឹងតោកបាទតែមានគម្របសម្រាប់ប្រើដាក់ភោជនាហារបាទអញ្ចឹងភោជនាហារហ្នឹងមានន័យថាអាហារដែលយើងសម្រាប់បរិភោគជារៀងរាល់ថ្ងៃហ្នឹងណាបងប្អូនបាទយើងអានថាភោជនាហារណាបាទដល់ពេលយើងអានលឿនភោជនាហារណាបាទអញ្ចឹងទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបគឺមានន័យបែបនេះណាបងប្អូនបាទឥឡូវយើងមកមើលពាក្យទៀបដែលយើងសរសេរតដាក់ស្រៈអានិងបយើងអានថាទៀបបាទអញ្ចឹងស្រៈអាផ្សំជាមួយនឹងព្យញ្ជនៈពួកអគឺបដូរសូរសំឡេងទៅជាស្រៈអៀណាបងប្អូនបាទអញ្ចឹងទានិងបទៀបមានឋានៈពាក្យជាគុណនាមទីតីពីខ្ពស់គឺតិចកម្ពស់តិចជំហរឬដែលឥតកម្ពស់ឥតជំហរដែលចុះជាងឬដែលថយចុះជាងបាទអញ្ចឹងទៀបដែលយើងសរសេរតដាក់ស្រៈអានិងបយើងអានថាទៀបគឺមានន័យបែបនេះណាបងប្អូនបាទទៀបកម្ពស់ណាគឺយើងសរសេរតដាក់ស្រៈអានិងបបាទឥឡូវសូមបងប្អូនមកមើលអត្ថន័យរបស់ពាក្យទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបមានឋានៈពាក្យជានាមឈ្មោះឈើដំណាំពួកមេបាតជាដំណាំមានដើមទៀបល្មមបេះផ្លែបានដោយងាយផ្លែទុំប្រើជាបង្អែមស្រស់ទៀបមាន3ប្រភេទគឺទៀបបាយឬទៀបសាច់ជ្រាយមានផ្លែទុំសាច់ជ្រាយងាយរលេះមានរសផ្អែមបាទរសជាតិផ្អែមហ្នឹងណាបងប្អូនបាទឈ្ងុយឆ្ងាញ់ទៀបស្វិតឬទៀបសាច់ស្វិតបាទអញ្ចឹងទៀបដែលយើងសរសេរតដាក់ស្រៈអៀនិងបយើងអានថាទៀបហ្នឹងគឺឈ្មោះឈើដំណាំពួកមេបាតមួយប្រភេទណាជាដំណាំដែលមានដើមទៀបហើយផ្លែវាយើងហូបបានហើយមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ណាបងប្អូនបាទអរគុណច្រើនអញ្ចឹងថ្ងៃនេះភាសាខ្មែរយើងសិក្សាពាក្យសូរដូចគ្នាតែន័យផ្សេងគ្នាពាក្យទៀបបាទសូមបញ្ចប់ត្រឹមនេះសូមបងប្អូនសម្រាប់សិនចុះជួបជាមួយនឹងលោកគ្រូនៅមេរៀនបន្តទៀតបាទសូមជូនពរសំណាងល្អគ្រប់ក្រុមគ្រួសារអរគុណសូមជម្រាបលា